ស្ដីបងប្អូនអរគ្នាឥឡូវថ្ងៃនេះដែរគឺយើងបានធ្វើដំណើរមកកាន់ផ្លូវថ្មីទៀតហើយកន្លែងណាលេងថ្មីតាគឺយើងឈ្មោះតុកចេះដូលការីដល់ណាការីបាទអានោះទៅភាពផ្លូវនៅខាងកើតយើងពុកសាស្ពឺហើយព្រមបែកព្រមបាច់ការលើមកកាន់នេះសតំបន់ពងរៀបមកទឹកដីជាការលើសពបងប្អូនជាការលើមានកស៊ូមានតំណាំច្រើនមកពិសេសបោចន្ទទីសបោបាទអានេះមានទាំងអានសាវម៉ាវហើយម្ដងនេះទីផ្លូវឡើងចុះដូចភ្នំអញ្ចឹងហៅខ្ពង់រាបឡើងចុះឡើងទូលចុះទូលតែវាមិនសូវទូលខ្លាំងមិនលែងថាជាចំណោទទេនេះមែនហើយមកខែនេះស្អាតដោយសារខែនេះយើងមានធ្លាក់ភ្លៀងមុននេះជាការចន្ទទីពេញតែនៅក្នុងកញ្ចក់ឡានយើងមើលចេះអត់សូវច្បាស់ទេមែនទេអាខ្ចីញ៉ាញ់តែម្ដងឥឡូវនេះមានចំណោទមួយដែរបងប្អូនចំណោទស្អាតក៏លួចដែរណាចំណោទហ្នឹងមើលដែរមើលឡានអូសុទ្ធដែរណាមកសុទ្ធបាក់ឡើងដែរណាឡានមុំចំណោទនេះចំណោទខ្លាំងនេះមិនចំណោទខ្លាំងណាចំណោទវារៀងវែងអញ្ចឹងណាដល់ឡានអត់មកខ្យល់ដែរណានេះឥឡូវយើងមកដល់ទឹកដីស្ទឹងត្រង់ហើយបងប្អូនដល់ភ្នំមិញដល់វត្តគិរីសាគរហៅវត្តព្រះហើយយើងតិចទៀតយើងដល់ស្ទឹងត្រង់ឆ្លងស្ពីនស្ទឹងត្រង់ដែរមកយើងខាងផ្លូវនេះចូលប្រហែលចូលមួយឆ្នាំជាងឡំមកនេះទៅជាក់ជុំល្អមានមេឃភ្លៀងមេឃអីជាក់ស្រួលហើយយើងជិះមកដល់ស្ពានស្ទឹងត្រង់បងប្អូនហើយយើងពុំមូលហើយបែកទៅឆាកកន្លែងមាន4ផ្លូវឥឡូវយើងចាក់មកដល់ផ្លូវស្ពានស្ទឹងត្រង់ហើយជាការកស៊ូនៅដដែលណែការកស៊ូខៀវងឹតហើយយើងផុតហ្នឹងតិចដល់ហើយស្ពានស្ទឹងត្រង់ណែចំណោតកងមួយនេះឥឡូវនេះរំបីពុំលឹមសាច់មកមានកាត់ការលើភ្លៀងឥឡូវមែនលឹមសាច់ដល់ស្ពានស្ទឹងត្រង់នេះដើម្បីទៅមុខនោះបើកថ្ងៃហើយបានទៅជាក់កង់1ម៉ោងដែរអតិថិភាពយើងឥឡូវនេះយើងឡើងស្ពានស្ទឹងត្រង់បងប្អូនស្ទឹងត្រង់នៅក្នុងមុខនេះយើងហើយអានេះយើងឡើងស្ពានស្ទឹងត្រង់បងប្អូននេះអតិថិភាពតលេមេគង្គរបស់យើងមកក្នុងនេះកប់សេរីរីស្អាតបងប្អូនមើលចង់អាប់ជ្រៅណាតលេមេគង្គភាសាកន្លែងនេះវាកាត់តំបន់ពងរៀបតំបន់ក្នុងលេខពងរៀបចេះធ្វើឲ្យលេងម៉ូតូមកច្រាំងគឺគូឥឡូវយើងបានមកដល់វត្តវេលង្វ័នហើយព្រៃសមានមកស្រុកឆ្លងខាងវិជ័យហើយបាទយកតតាណាទៅមុខទៀតហើយយាយតាយើងក៏កំពុងចូលវិជ័យចំផ្សាយជាមួយនឹងបនចោស្មានហើយយកមិនដឹងតាណាទេមើលទៅយើង